ថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅតាមដានសាច់រឿងមួយដែលនិយាយពីការសងសឹកដ៏ជក់ចិត្តខ្សែជីវិតដែលពោរពេញដោយល្បិចកលនិងការលះបង់ដើម្បីឈានទៅដល់គោលដៅប៉ុន្តែមុននឹងបន្តទៅសាច់រឿងលម្អិតសូមកុំភ្លេចចុចប៊ូតុង Subscribe និងប័ណ្ណសញ្ញាកណ្ដឹងម្នាក់មួយផងណាដើម្បីកុំឲ្យខកខានវីដេអូសម្រាប់រឿងល្អៗនិងជក់ចិត្តជាច្រើនទៀតពី Channel របស់ខ្ញុំតោះកុំឲ្យខាតពេលយូរយើងទៅទស្សនាការសម្រាយរឿងនេះទាំងអស់គ្នារឿងនេះនិយាយពីតួស្រីរបស់យើងដែលជាក្មេងស្រីម្នាក់កំពុងដើរក្នុងសាលារៀនស្រាប់តែមានរឿងចម្លែកកើតឡើងដោយទ្វារបន្ទប់រៀននីមួយបានបើកដោយខ្លួនឯងជាបន្តបន្ទាប់បរិយាកាសជុំវិញប្រែជាស្ងាត់ជ្រងំគួរឲ្យខ្លាចហាក់បីដូចជាមនុស្សទាំងអស់បានបាត់ខ្លួនអស់តួស្រីរបស់យើងចាប់ផ្ដើមភ័យខ្លាចហើយរត់ថយក្រោយប៉ុន្តែទ្វារដែកនៅពីក្រោយនាងក៏បានបិទចិត្តចាក់សោខ្លួនឯងជាប់ធ្វើឲ្យនាងមិនអាចចេញរួចនៅពេលនាងលបមើលតាមចន្លោះទ្វារនាងក៏បានឃើញស្រមោលស្ត្រីម្នាក់ពាក់អាវពណ៌ខ្មៅឈរអោនក្បាលនៅចុងច្រកផ្លូវមុខស្លេកស្លាំងគួរឲ្យរន្ធត់ហើយសម្លឹងមកនាងមិនដាក់ភ្នែកដោយក្តីភ័យខ្លាចជាខ្លាំងតួស្រីរបស់យើងក៏បានរត់គេចប៉ុន្តែគ្រាន់តែបត់តាមជ្រុងជញ្ជាំងភ្លាមស្ត្រីអាវខ្មៅនោះបានមកឈរនៅពីមុខនាងបាត់ទៅហើយធ្វើឲ្យនាងស្រែកឡើងដោយក្តីរន្ធត់សំឡេងស្រែករបស់នាងបានលឺទៅដល់មុខសាលាធ្វើឲ្យតួប្រុសរបស់យើងដែលជាបងប្រុសលឺហើយក៏ប្រញាប់រត់ចូលទៅក្នុងសាលាភ្លាមនៅពេលគាត់ទៅដល់បន្ទប់រៀនរូបភាពនៅចំពោះមុខបានធ្វើឲ្យគាត់ស្រឡាំងកាំងព្រោះតួស្រីរបស់យើងត្រូវបានខ្មោចស្ត្រីអាវខ្មៅនោះច្របាច់កជាប់នៅក្នុងតួកញ្ចក់ដាក់តាំងគ្រោងឆ្អឹងដោយមិនបងអងយូរតួប្រុសរបស់យើងបានយកខ្សែចំណងពណ៌ក្រហមមកផាន់នឹងដៃរួចដើរបំបែកកញ្ចក់នោះភ្លាមនៅពេលកញ្ចក់បែកខ្មោចស្ត្រីនោះក៏បានបាត់ស្រមោលប៉ុន្តែនៅពេលដែលតួប្រុសរបស់យើងលើកគ្រាតួស្រីរបស់យើងឡើងគាត់ក៏ដឹងថាមានរឿងមិនស្រួលព្រោះនាងបានបញ្ចេញស្នាមញញឹមដ៏គួរឲ្យខ្លាចនិងមានកែវភ្នែកត្រជាក់ស្រទន់ភ្លាមនោះនាងក៏បានស្ទុះមកវាយប្រហារលើតួប្រុសរបស់យើងជាមួយនឹងកម្លាំងបាយដ៏ខ្លាំងក្លាខុសប្លែកពីក្មេងស្រីធម្មតាតាមរយៈស្រមោលជះលើកញ្ចក់តួប្រុសរបស់យើងបានឃើញថានៅពីក្រោយខ្នងរបស់ប្អូនស្រីគាត់គឺមានព្រលឹងខ្មោចដ៏អាក្រក់កំពុងតែសន្ធិដ្ឋជាប់ទោះបីជាមានប្អូនប្រុស2នាក់ទៀតចូលមកជួយក៏ត្រូវបានបុរសម្នាក់ទៀតដែលត្រូវខ្មោចចូលសន្ធិដ្ឋដែរនោះវាយឲ្យដួលទៅនឹងដីបន្ទាប់មកតួស្រីរបស់យើងបានបញ្ចេញសំឡេងសើចយ៉ាងគ្រលួននិងគួរឲ្យព្រឺក្បាលដែលសំឡេងនោះបានចាក់ទម្លុះចូលទៅក្នុងខួរក្បាលរបស់ពួកគេធ្វើឲ្យប្អូនប្រុសទាំងពីរនិងតួប្រុសរបស់យើងវង្វេងវង្វាន់មិនអាចគ្រប់គ្រងរាងកាយបានហើយក៏ដួលសន្លប់ជាបន្តបន្ទាប់ជាសំណាងល្អមានគ្រូមង្គអាគមម្នាក់បានមកជួយទាន់ពេលវេលាហើយបាននាំពួកគេត្រឡប់មកផ្ទះវិញប៉ុន្តែតួស្រីរបស់យើងត្រូវបានប្រលឹងខ្មោចនោះនាំខ្លួនបាត់ទៅហើយគ្រូមង្គអាគមបានប្រាប់ថាខ្មោចដែលមកលើកនេះមិនធម្មតានោះទេហើយដើម្បីស្វែងរកតួស្រីរបស់យើងពួកគេមានតែប្រើក្តារខៀនហៅប្រលឹងអូអាបតដើម្បីតាក់ទងទៅប្រលឹងប្អូនស្រីរបស់ពួកគេម្នាក់ទៀតដែលបានស្លាប់ទៅដើម្បីសួររកតម្រុយគ្រូមង្គអាគមបានប្រមានដាច់ខាតថាក្នុងកំឡុងពេលធ្វើពិធីក្នុងចិត្តត្រូវតែគិតពីប្អូនស្រីដែលស្លាប់ដៃមិនអាចងើបចេញពីកែវហើយកែវដាច់ខាតមិនអាចបែកឡើយបើមិនខុសតែមួយជំហានប្រលឹងដែលមកមិនមែនជាប្អូនស្រីរបស់ពួកគេឡើយនៅពេលពិធីចាប់ផ្ដើមអំពូលភ្លើងចាប់ផ្ដើមញែកហើយបរិយាកាសប្រែជាត្រជាក់ខ្លាំងនៅពេលតួប្រុសរបស់យើងសួរថាតើប្អូនស្រីមកដល់ឬនៅកែវក៏រំកិលទៅរកពាក្យថាបាទចាស់តែក៏បានសួរជាបន្តថាតើតួស្រីរបស់យើងមានសុវត្ថិភាពដែរទេប៉ុន្តែកែវបែរជារំកិលទៅរកពាក្យថាទេទៅវិញតួប្រុសរបស់យើងក៏បានសួរបញ្ជាក់ពីទីតាំងរួចកែវក៏បានរំកិលបង្ហាញពាក្យថាភ្នំសាបាណូអប៊ីយ៉ងប៉ុន្តែមុនពេលបញ្ចប់ពិធីប្អូនប្រុសម្នាក់បានសង្ស័យថាប្រលឹងដែលកំពុងតាក់ទងនេះប្រហែលជាមិនមែនជាប្អូនស្រីរបស់ពួកគេឡើយគ្រូមង្គអាគមបានប្រាប់ឲ្យគេបិទមាត់ភ្លាមប៉ុន្តែវាហួសពេលទៅហើយព្រោះស៊ុំរូបថតនៅក្នុងបន្ទប់បានធ្លាក់ចុះមកហើយកែវចាប់ផ្ដើមបង្វិលយ៉ាងលឿនរួចបង្ហាញពាក្យពីរម៉ាត់ថាទៅងាប់ទៅភ្លាមនោះតួប្រុសរបស់យើងហាក់ដូចជាត្រូវបានទាញចូលទៅក្នុងពិភពមួយផ្សេងទៀតដោយគាត់បានឃើញកងទ័ពជប៉ុនមួយក្រុមដើរចូលទៅក្នុងរូងភ្នំដែលពោរពេញទៅដោយសត្វសពនៅក្នុងរូងភ្នំជ្រៅនោះពួកគេបានជួបនឹងគ្រូមង្គអាគមម្នាក់ពាក់អាវឃ្លុំខ្មៅដ៏អាថ៌កំបាំងភ្លាមនោះកងទីធានទាំងនោះហាក់ដូចជាត្រូវគេគ្រប់គ្រងចិត្តហើយបានលើកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងម្នាក់ម្តងគ្រូមង្គអាគមអាវខ្មៅនោះបានងាកមកសម្លឹងមើលតួប្រុសរបស់យើងរួចនិយាយថាប្រសិនបើចង់ជួយសង្គ្រោះប្អូនស្រីតួស្រីរបស់យើងគឺត្រូវតែដើរតាមគេទៅ
នៅក្នុងពេលហូបទៅតួប្រុសរបស់យើងក៏ចាប់តាមបាត់បង់ការគ្រប់គ្រងខ្លួនឯងនិងនិយាយពាក្យប្លែកៗរហូតដល់ក្រុមគ្រួសារត្រូវស្ទុះមកចាប់ឃាត់ខ្លួនគាត់យ៉ាងលំបាកដោយសារតែមានការបារម្ភពីសុវត្ថិភាពកូនប្រុសដែលត្រូវធ្វើដំណើរតែម្នាក់ឯងក្នុងតំបន់ដ៏គ្រោះថ្នាក់នោះឪពុកក៏បានចាត់ឲ្យប្អូនប្រុសទាំងពីរនាក់គឺយ៉ាស៊ីសនិងយ៉ាឌឺធ្វើដំណើរទៅជាមួយដែរមិនតែប៉ុណ្ណោះមេធាវីម្នាក់ក៏បានសម្រេចចិត្តរួមដំណើរជាមួយពួកគេក្នុងបេសកកម្មនេះផងដែរព្រោះទីនោះមិនមែនជាកន្លែងដែលមនុស្សធម្មតាអាចចូលទៅជិតបានឡើយនៅតាមផ្លូវមេធាវីបានរៀបរាប់ប្រាប់ពួកគេថាទីកន្លែងដែលមានឈ្មោះថាហុងសានូប៊ីអាំងគឺជាតំបន់ហាមឃាត់ដ៏គួរឲ្យខ្លាចសម្រាប់អ្នកស្រុកនៅទីនោះតាមការដំណើរតគ្នាព្រៃមួយនោះពោពេញទៅដោយព្រលឹងខ្មោចលងបន្លាចហើយអ្នកដែលធ្លាប់ចូលទៅស៊ើបអង្កេតកាលពីមុនបើមិនស្លាប់ទេក៏ត្រូវឈួតវង្វេងដែរច្រើនឆ្នាំមុនទីនោះថែមទាំងធ្លាប់មានការកាប់សម្លាប់យ៉ាងរន្ធត់ដែលធ្វើឲ្យព្រលឹងអ្នកស្លាប់គុំគួននិងវិលវល់មិនព្រមទៅណាគឺនៅវិលវល់ក្នុងព្រៃនោះរហូតមកការរត់គេចរបស់ទូស្រីនិងការបោកប្រាស់របស់ព្រលឹងបិសាចងាកមកមើលទូស្រីរបស់យើងវិញនាងបានដឹងខ្លួនឡើងនៅក្នុងរូងភ្នំដ៏ងងឹតមួយនៅពេលបើកភ្នែកឡើងអ្វីដែលនាងបានឃើញនៅជុំវិញខ្លួនគឺសុទ្ធសឹងតែជាក្រុមឆ្អឹងមនុស្សដ៏គួរឲ្យរន្ធត់ភាពភ័យខ្លាចបានបុកពោះធ្វើឲ្យនាងប្រឹងរត់ចេញពីទីនោះយ៉ាងលឿនប៉ុន្តែគ្រាន់តែរត់មកដល់មាត់រូងភ្នំភ្លាមនាងត្រូវបានបិសាចកំណាចពីក្បាលមកស្ទាក់ផ្លូវជាប់ដោយក្តីអស់សង្ឃឹមនិងភាពក្លាហានទូស្រីរបស់យើងបានរើសដុំថ្មគប់ទៅលើបិសាចមួយរួចខាំដៃបិសាចមួយទៀតយ៉ាងចាស់ដៃទើបអាចរត់គេចចូលទៅក្នុងព្រៃជ្រៅបាននាងប្រឹងរត់បោះពួយក្នុងព្រៃទាំងមិនគិតជីវិតរហូតស្រាប់តែរត់ទៅបុកនឹងដើមទ្រូងដ៏កប់ខ្តៅមួយដែលនាងធ្លាប់ស្គាល់នោះគឺយ៉ាឃីទូស្រីរបស់យើងស្មានថាបងប្រុសរបស់នាងបានមកជួយសង្គ្រោះនាងហើយនាងក៏អោបគេទាំងទឹកភ្នែករហាមប៉ុន្តែមិនយូរប៉ុន្មាននាងក៏ចាប់តាមដឹងខុសប្លែកព្រោះរង្វង់ដៃរបស់បងប្រុសម្នាក់នេះកាន់តែរឹតខ្លាំងឡើងហាក់ដូចជាចង់ច្របាច់កសម្លាប់នាងអញ្ចឹងពេលនោះទើបនាងដឹងខ្លួនថាមនុស្សដែលនៅចំពោះមុខមិនមែនជាបងប្រុសរបស់នាងឡើយនាងបានសម្រេចចិត្តយកដំបងឈើចាក់ទៅលើករបស់យ៉ាឃីខ្លាញ់នោះប៉ុន្តែវាគ្មានទង្វើតបតឬឈឺចាប់អ្វីបន្តិចសោះវាគ្រាន់តែសម្លឹងមើលនាងដោយភ្នែកដ៏ត្រជាក់ស្រេបនាងរត់ចេញទាំងភ័យស្លន់ស្លោប៉ុន្តែទោះបីជានាងប្រឹងរត់យ៉ាងណាក៏នៅតែវិលត្រឡប់មកកន្លែងដដែលសំឡេងខ្សឹបខ្សៀលដ៏គួរឲ្យព្រឺព្រួយនៅតែបន្លឺឡើងក្បែរត្រចៀកនាងហាក់ដូចជាចង់អូសទាញព្រលឹងនាងចេញពីខ្លួននាងគ្មានជំរឿសអ្វីក្រៅពីលើកដៃសំពះសូត្រធម៌អាឡ័យប៉ុន្តែគ្រាន់តែបើកភ្នែកភ្លាមបិសាចនោះបានមកឈរនៅពីក្រោយខ្នងនាងបាត់ទៅហើយមួយរំពេចនោះកម្លាំងអាចកំបាំងដែលមើលមិនឃើញបានអូសទាញនាងត្រឡប់ចូលទៅក្នុងរូងភ្នំវិញយ៉ាងអាសូរចំណែកឯក្រុមរបស់តួប្រុសរបស់យើងវិញពួកគេបានមកដល់ជាំព្រៃប៉ុន្តែឡានមិនអាចបើកចូលទៅមុខទៀតបានឡើយមានតែត្រូវចុះដើរដោយថ្មើរជើងនៅពេលកំពុងហែឆ្លងកាត់ទន្លេស្រាប់តែមានចលនាចម្លែកនៅក្រោមទឹកយ៉ាឌឺគឺជាអ្នកទី1ដែលត្រូវបានទាញពន្លិចទៅក្នុងទឹកតាមពីក្រោយដោយយ៉ាស៊ីសនិងមេទាហ៊ានតួប្រុសរបស់យើងក៏ត្រូវខ្មោចទឹកច្របាច់កនិងបំរុងនិងទាញពន្លិចទៅទីជម្រៅដូចគ្នាប៉ុន្តែដោយភាពរហ័សរហួននិងចិត្តសឿងតួប្រុសរបស់យើងបានដកកាំបិតស្នៀតប្រាក់ចាក់ចំក្បាលខ្មោចទឹកនោះធ្វើឲ្យវាប្រឡែងដៃនិងអាចជួយសង្គ្រោះអ្នករាល់គ្នាបានទាន់ពេលវេលាលុះប្រឡូកចូលមកដល់ពួកគេបានធ្វើដំណើរមកដល់ភូមិបោះបង់ចោលមួយដែលនៅទីនោះសល់តែអ្នកស្រុក2នាក់ប៉ុណ្ណោះគឺម្នាក់ឈ្មោះយ៉ាស៊ីននិងម្នាក់ទៀតឈ្មោះខុងមូនៅពេលយ៉ាស៊ីនឮថាពួកគេចង់ទៅផុងសានូប៊ីអាំងនាងក៏បានឃាត់ពួកគេភ្លាមនាងបានប្រាប់ថាទីនោះមិនមែនជាព្រៃឈើធម្មតាទេវាជាដែនដីស្លាប់ដែលនឹងឃុំឃាំងមនុស្សរស់ហើយអ្នកដែលចូលទៅគឺកម្រមានអ្នកណាអាចត្រឡប់មកវិញបានណាប៉ុន្តែតួប្រុសរបស់យើងមិនព្រមថយក្រោយឡើយលោកបានប្តីឆ្ញាថាប្អូនស្រីរបស់លោកច្បាស់ជាមានជីវិតរស់នៅឡើយដរាបណានៅមានសង្ឃឹមសូម្បីតែបន្តិចលោកត្រូវតែនាំនាងត្រឡប់មកវិញឲ្យបានឃើញការបដិញ្ញាចិត្តមិនងាករេបែបនេះយ៉ាស៊ីនក៏សម្រេចចិត្តទម្លាយរឿងរ៉ាវអតីតកាលនៃភូមិនេះឲ្យស្ដាប់ច្រើនឆ្នាំមុននៅទីនេះធ្លាប់មានបិសាចកំណាចមួយឈ្មោះថាតាយូវាបានសម្លាប់អ្នកភូមិអស់ជាច្រើនក្រោយមកមានព្រះសង្ឃធុដុំដ៏ពូកែមួយអង្គបានចេញមុខបង្ក្រាបនិងសង្កត់វិញ្ញាណវាទុកនៅក្នុងរូងភ្នំព្រមទាំងបានព្រមានមនុស្សគ្រប់គ្នាថាដាច់ខាតមិនត្រូវបែបយន់សង្កត់វិញ្ញាណនោះជាដាច់ខាតប៉ុន្តែនៅក្នុងសម័យសង្គ្រាមទាហានជប៉ុនបានសម្រុកចូលភូមិនិងសម្លាប់មនុស្សស្លូតត្រង់ជាច្រើនដើម្បីសងសឹកគ្រោះមន្តអាគមក្នុងភូមិម្នាក់បានល្មើសនឹងការព្រមានរបស់ព្រះសង្ឃដោយបានដោះលែងបិសាចតាយូឲ្យមានសេរីភាពឡើងវិញគាត់មានបំណងចង់ប្រើបិសាចនេះដើម្បីកំទេចទាហានជប៉ុនប៉ុន្តែគាត់មិននឹកស្មានសោះថាបិសាចតាយូមិនអាចគ្រប់គ្រងបានឡើយ
វាមិនត្រឹមតែសម្រាប់ទាហានជប៉ុនទេវាថែមទាំងសម្រាប់អ្នកភូមិទាំងអស់គ្មានសល់ចុងក្រោយមានតែគ្រូមន្តអាគមម្នាក់ប៉ុណ្ណោះដែលមានជីវិតរស់នៅប៉ុន្តែគាត់មិនមែនជាមនុស្សទៀតទេគឺបានក្លាយជាទាសករបម្រើដាច់ថ្លៃរបស់បិសាចនោះទៅហើយការវាយប្រហារក្នុងព្រៃមរណៈនិងការរកឃើញការពិតថ្ងៃបន្ទាប់យ៉ាស៊ីបាននាំអ្នករាល់គ្នាចូលទៅក្នុងព្រៃមរណៈដោយបានចែកកណ្ដឹងការពារវិញ្ញាណអាក្រក់ឲ្យគ្រប់គ្នានាងប្រាប់ថាប្រសិនបើមានរបស់អពមង្គលចូលចិត្តកណ្ដឹងនេះនឹងបន្លឺសំឡេងឡើងប៉ុន្តែដើរបានមិនឆ្ងាយផងយ៉ាឌឺស្រាប់តែមើលឃើញស្រមោលរបស់តួស្រីរបស់យើងគេមិនស្ដាប់ការខាត់ខាំឡើយហើយបានរត់ដេញតាមស្រមោលនោះរហូតវងវែងបែកចេញពីក្រុមយ៉ាងលឿនភ្លាមនោះសំឡេងស្រែកដ៏គួរឲ្យខ្លាចបានបន្លឺឡើងពេញព្រៃយ៉ាស៊ីនិយាយថានោះគឺជាបិសាចជញ្ជក់ឈាមប្រចាំព្រៃមរណៈនេះមិនយូរប៉ុន្មានបិសាចទាំងនោះបានសម្រុកចេញមកពីគ្រប់ទិសទីគ្រាប់កាំភ្លើងធម្មតាមិនអាចធ្វើអ្វីពួកវាបានឡើយមានតែការប្រើប្រាស់ភ្លើងទើបអាចបង្ខំឲ្យពួកវាដកថយតួប្រុសរបស់យើងបានយកក្រណាត់ក្រហមរុំដៃរួចដុតភ្លើងវាយបកទៅលើពួកបិសាចទាំងនោះប៉ុន្តែនៅពេលដែលវងបិសាចរំសាយទៅយ៉ាឌឺក៏បានបាត់ខ្លួនបាត់ទៅហើយបន្ទាប់មកយ៉ាស៊ីដែលកំពុងលាងរបួសនៅមាត់ស្ទឹងស្រាប់តែកណ្ដឹងលើខ្លួនបន្លឺឡើងយ៉ាងខ្លាំងនៅពេលតួប្រុសរបស់យើងប្រញាប់រត់ទៅដល់គឺនៅសល់តែកណ្ដឹងដែលប្រែជាពណ៌ខ្មៅនិងកាបូបរបស់គេប៉ុណ្ណោះអូនប្រុសទាំងពីរបានបាត់ខ្លួនជាបន្តបន្ទាប់អូនស្រីនិងបងស្រីធំក៏មិនដឹងជានៅទីណាប៉ុន្តែតួប្រុសរបស់យើងដឹងច្បាស់ថាពួកគេមិនអាចថយក្រោយបានឡើយអ្នករាល់គ្នាបន្តដំណើរទៅមុខរហូតមកដល់ច្រកចូលរូងភ្នំមួយតួប្រុសរបស់យើងមើលដឹងភ្លាមថានេះគឺជាកន្លែងដែលលោកបានឃើញនៅក្នុងការទស្សន៍ទាយវិញ្ញាណនៅលើជញ្ជាំងរូងភ្នំពោពេញទៅដោយរូបភាពគំនូរបុរាណយ៉ាស៊ីបានបញ្ជាក់ថានោះមិនមែនជាគំនូរពិធីបូជាយ៉ាញ់ទេប៉ុន្តែវាជាការព្រមានដែលព្រះសង្ឃធម្មបានបន្សល់ទុកមិនទាន់ទាំងមើលចប់ផងរូងភ្នំស្រាប់តែរញ្ជួយយ៉ាងខ្លាំងបិសាចខ្លួនជាពស់ក្បាលជាមនុស្សពីរក្បាលបានវាចេញពីភាពងងឹតតួប្រុសរបស់យើងបានក្រវីកំបិតកាត់ក្បាលវាដាច់មួយដោយស្មានថាអាចសម្លាប់វាបានប៉ុន្តែគិតមិនដល់សោះថាក្បាលថ្មីរបស់វាបានដុះចេញមកវិញយ៉ាងលឿនពួកគេមានតែប្រយុទ្ធប៉ាន់តែថយក្រោយប៉ាន់តែរហូតត្រូវបែកក្រុមគ្នានៅក្នុងរូងភ្នំនោះនៅទីបំផុតតួប្រុសរបស់យើងបានធ្វើដំណើរទៅដល់ផ្នែកដ៏ជ្រៅនៃរូងភ្នំហើយនៅទីនោះលោកក៏បានជួបជុំសមាជិកគ្រួសាររបស់លោកវិញតួស្រីរបស់យើងយ៉ាឌឺយ៉ាស៊ីនិងបងស្រីធំដែលគួរតែនៅផ្ទះឥឡូវនេះត្រូវបានគេចាប់ចងនៅទីនេះទាំងអស់គ្នាពេលនេះទើបតួប្រុសរបស់យើងបានដឹងខ្លួនច្បាស់ថាចាប់តាំងពីថ្មិញទឹកដោះត្រូវបានគេលួចទៅអ្វីៗគ្រប់យ៉ាងគឺជាល្បិចកលដែលបិសាចកំណាចបានរៀបចំទុកជាមុនទាំងអស់អ្វីដែលបានកើតឡើងកន្លងមកគឺជាអន្ទាក់ដ៏ធំមួយដែលពួកវិញ្ញាណអាក្រក់បានរៀបចំឡើងតែប៉ុណ្ណោះពួកបិសាចបានចាប់ពង្រត់តួស្រីរបស់យើងមុនគេដើម្បីធ្វើជានុយអូសទាញតួប្រុសរបស់យើងឲ្យមកដល់ទីនេះបន្ទាប់មកពួកវាក៏បានចាប់ខ្លួនយ៉ាឌឺនិងប្អូនប្រុសទាំងពីរនាក់មកជាបន្តបន្ទាប់គោលបំណងពិតប្រាកដរបស់ពួកវាគឺចង់ប្រមូលផ្តុំសមាជិកគ្រួសារនេះទាំងអស់នៅចំពោះមុខអាសនៈបូជានៅពេលតួប្រុសរបស់យើងព្យាយាមចូលទៅជួយគ្រួសារស្រាប់តែភ្នែករបស់លោកងងឹតឈឹងហើយបានសន្លប់បាត់បង់ស្មារតីមួយរំពេចលុះពេលដឹងខ្លួនឡើងតួប្រុសរបស់យើងត្រូវបានគេចាប់ចងព្យួរជាប់នឹងបង្គោលឈើបាត់ទៅហើយគ្រូមឹងអាគមមហិទ្ធិរិទ្ធកំណាចម៉ាវេបានកាន់កាំបិតដែលសម្ដៅមកហើយចាក់ទៅលើពោះរបស់តួប្រុសរបស់យើងដើម្បីយកឈាមទៅធ្វើពិធីម៉ាវេបានបង្ហាប្រាប់ថាការដាស់វិញ្ញាណបិសាចតាយូឲ្យរស់ឡើងវិញគឺត្រូវការរបស់សំខាន់3យ៉ាងទី1ថ្មិញទឹកដោះរបស់ក្មេងតូចទី2ឈាមដ៏មានកម្លាំងរបស់តួប្រុសរបស់យើងទី3ទារកដែលមិនទាន់ចាប់កំណើតនៅក្នុងពោះរបស់យ៉ាឌឺព្រោះវិញ្ញាណក្មេងដែលមិនទាន់ឃើញពន្លឺថ្ងៃគឺជាវិញ្ញាណដ៏បរិសុទ្ធបំផុតដែលសារសំធ្វើជាក្អមផ្ទុកព្រលឹងរបស់បិសាចតាយូខណៈពេលដែលម៉ាវេចាក់វត្ថុបូជាចូលទៅក្នុងទឹកខ្មៅផ្ទៃទឹកចាប់តាមពោះកញ្ជ្រោលហាក់ដូចជាទ្វារនរកកំពុងតែបើកចំហក្នុងវិនាទីដ៏គ្រោះថ្នាក់នោះមេទាហានចុងស៊ីបានសម្រុកចូលមកទាន់ពេលវេលារួចបាញ់ប្រហារធ្វើឲ្យម៉ាវេរងរបួសយ៉ាស៊ីនក៏បានរត់ទៅជួយស្រាយចំណងឲ្យតួប្រុសរបស់យើងភ្លាមពេលមានសេរីភាពតួប្រុសរបស់យើងបានចាប់យកកាំភ្លើងរួចប្រើគ្រាប់ប្រាក់បាញ់កំទេចពពួកបរិវាររបស់ម៉ាវេដើម្បីជួយសង្គ្រោះយ៉ាឌឺប៉ុន្តែគ្រោះថ្នាក់មិនទាន់បញ្ចប់ឡើយយ៉ាឌឺស្រាប់តែឈឺពោះសម្រាលកូនភ្លាមនៅក្នុងរូងភ្នំដ៏ងងឹតនោះដោយគ្មានគ្រូពេទ្យមេទាហានមានតែប្រថុយប្រថិនជួយបង្កើតកូនឲ្យនាងទាំងត្រដរឯគ្រូមន្តអាគមម៉ាវេទោះជារងរបួសចិត្តស្លាប់ក៏នៅតែប្រឹងប្រែងប្រើដង្ហើមចុងក្រោយដើម្បីបង្ហាញពិធីដាស់បេះ
មួយសន្ទុះក្រោយមកដៃខ្មោចដ៏គួរឲ្យខ្លាចបានលោកចេញពីទឹកខ្មៅរួចចាក់ធ្លាយទ្រង់មេទាហានចំកាដាល់បនដែលឲ្យលោកធ្លាក់ខ្លួនដីក្នុងថ្លុកឈាមបិសាចតាយូបានដឹងខ្លួនឡើងវិញពិតប្រាកដមែនវាបានវាចេញពីទឹកខ្មៅក្នុងបំណងចង់លេបត្របាក់យករាងកាយរបស់ក្មេងតូចនិងជីវិតមនុស្សគ្រប់គ្នាតួប្រុសរបស់យើងបានបាញ់តបតរហូតអស់គ្រាប់រួចដកកាំបិតស្ទុះទៅចាក់ប៉ុន្តែមិនអាចធ្វើអ្វីវាបានឡើយបិសាចតាយូគ្រាន់តែសូត្រមន្តអាគមងងឹតធ្វើឲ្យរាងកាយរបស់អ្នករាល់គ្នារួមទាំងតួស្រីរបស់យើងត្រូវកប់រឹងជាប់មិនអាចកម្រើកបានសូម្បីតែបន្តិចចំពេលដ៏អស់សង្ឃឹមនោះសំឡេងយំរបស់ទីរូដែលទើបនឹងកើតបានបន្លឺឡើងយ៉ាស៊ីនបានដឹងភ្លាមថាទឹកភ្លួដែលនៅជាប់នឹងខ្លួនទីរូគឺជាកម្លាំងជីវិតថ្មីដ៏បរិសុទ្ធដែលអាចបង្ក្រាបមន្តអាគមងងឹតរបស់បិសាចបានលឺដូចនោះតួប្រុសរបស់យើងបានប្រើកាំបិតជ្រលក់ទឹកភ្លួទីរូបរួចស្ទុះទៅចាក់ចំខ្លួនបិសាចតាយូយ៉ាងពេញទំហឹងធ្វើឲ្យវាស្រែកល្វើយល្វើយដោយការឈឺចាប់តួប្រុសរបស់យើងមិនបង្អង់យូរក៏យកវត្ថុស័ក្តិសិទ្ធិសង្កត់លើថ្នាលរបស់វានិងចាក់ទឹកប្រាក់ចូលក្នុងខ្លួនវាថែមទៀតទោះជាយ៉ាងណាបិសាចកំណាចនៅតែព្យាយាមវាត្រឡប់មកវិញដោយដឹងថាបើមិនកំទេចវាឲ្យដល់រះគោលទេគ្រួសាររបស់លោកនឹងមិនអាចរស់បានសុខឡើយតួប្រុសរបស់យើងបានសម្រេចចិត្តអោបក្រសោបបិសាចនោះរួចលោតចុះទៅក្នុងទឹកខ្មៅដ៏ជ្រៅជាមួយគ្នានៅក្រោមទឹកបិសាចបានចាប់ជើងតួប្រុសរបស់យើងជាប់ក្នុងបំណងអូសលោកទៅនរកប៉ុន្តែនៅពេលឮសំឡេងតួស្រីរបស់យើងនិងប្អូនស្រែកហៅពីលើគោកតួប្រុសរបស់យើងបានប្រមូលកម្លាំងចុងក្រោយធាក់បិសាចនោះឲ្យធ្លាក់ទៅក្នុងកន្លែងងងឹតដ៏ជ្រៅបំផុតរួចលោកក៏បានហែលងើបចេញពីទឹកខ្មៅវិញយ៉ាងប្រលឹងចុងសក់ទ្វារមរណៈត្រូវបានបិទជិតវិញ្ញាណអាក្រក់ត្រូវបានផ្សារភ្ជាប់ទៅវិញតួស្រីរបស់យើងនិងក្មេងៗទាំងអស់ត្រូវបានសង្គ្រោះប៉ុន្តែលោកមេទាហានដ៏ក្លាហានមិនអាចទប់ទល់បានឡើយមុនពេលបិទភ្នែកលាចាក់លោកបានផ្តាមផ្ញើទៅតួប្រុសរបស់យើងទាំងដង្ហើមចុងក្រោយថាជីវិតមនុស្សម្នាក់មិនបានវែងឆ្ងាយដូចដែលយើងគិតនោះទេចូលចេះស្រឡាញ់និងថែរក្សាពេលវេលាដែលបានរស់នៅជាមួយគ្រួសារឲ្យបានល្អទោះជាមានរឿងអ្វីកើតឡើងក៏ដោយដាច់ខាតមិនត្រូវបោះបង់គ្នាចោលឡើយសុបិនអាក្រក់បានបញ្ចប់ទៅប៉ុន្តែគ្រួសាររបស់តួប្រុសរបស់យើងមិនអាចត្រឡប់ទៅដូចដើមវិញបានឡើយថ្មិញទឹកដោះដែលត្រូវគេលួចនោះគ្រាន់តែជាសោបាក់ទ្វារគ្រោះមហន្តរាយប៉ុន្តែអ្វីដែលដោះលែងបិសាចពិតប្រាកដគឺជាសាច់ក្តីគុំគួននិងសាច់ក្តីលោភលន់របស់មនុស្សទៅវិញទេមកវាចង់សងសឹកទើបដោះលែងបិសាចហើយចុងក្រោយខ្លួនឯងបែរជាខ្លាយជាឧបករណ៍បម្រើរបស់បិសាចទៅវិញពិតណាស់ខ្មោចបិសាចគឺគួរឲ្យខ្លាចប៉ុន្តែអ្វីដែលគួរឲ្យខ្លាចជាងនេះគឺចិត្តមនុស្សដែលធ្លាក់ក្នុងអវិជ្ជាដែលវានឹងបំផ្លាញខ្លួនឯងបន្តិចម្តងរហូតប្រែក្លាយទៅជាអ្វីដែលខ្លួនឯងធ្លាប់ស្អប់បំផុត